សូមជូនរឿងព្រេងខ្មែររឿងកំឡោះពីរនាក់ចង់បានប្រពន្ធគេសូមរីករាយស្ដាប់ដូចតទៅមានរឿងដំណាលថាមានបរិសម្នាក់បណ្ដើរប្រពន្ធទៅសួរសុខទុក្ខសាច់ញាតិពេលនោះមានបរិសកំឡោះពីរនាក់បានឃើញក៏ចាប់ចិត្តស្រឡាញ់ចង់បានប្រពន្ធគេហើយគិតគ្នាថាតើយើងត្រូវធ្វើដូចម្ដេចទើបបាននាងមកកំឡោះម្នាក់ឆ្លើយថាងាយទេឯងទៅរកខ្ចីរទេះគូគេមកបប៉ុន្តែត្រូវធ្វើពុតជាមិនស្គាល់អញឡើយបើអញសួរឯងកុំប្រាប់ថារទេះឲ្យសោះត្រូវប្រាប់ថាច័ន្ទតូលឬនឹមវិញបន្ទាប់មកកំឡោះម្នាក់ក៏ទៅខ្ចីរទេះគីបងមកឲ្យជួបនឹងបុរសដែលបណ្ដើរប្រពន្ធនោះពេលមកដល់កំឡោះម្នាក់ទៀតក៏ហៅថាណែនេះអញ្ជើញមកទីនេះសិនឈប់ជជែកគ្នាលេងបន្តិចទៅបុរសម្នាក់នោះមានប្រពន្ធស្អាតណាស់ហើយពួកគេក៏ទើបតែរៀបការនឹងគ្នាថ្មីដែរបុរសម្នាក់ដែលទើបតែរៀបការរួចបានទៅអង្គុយលេងនៅកន្លែងមួយពេលនោះមានយុវជនម្នាក់បរទេះមកដល់ហើយធ្វើជាសួរថាលោកតើរបស់នេះគេហៅថាអ្វីបុរសជាប្តីឆ្លើយថាគេហៅថារទេះយុវជននោះសួរទៀតថាពិតមែនឬលោកបុរសនោះឆ្លើយថាពិតមែនហើយយុវជននោះក៏និយាយថាបើពិតមែនតើលោកហ៊ានភ្នាល់ជាមួយខ្ញុំទេបុរសនោះសួរវិញថាតើឯងមានទ្រព្យសម្បត្តិអ្វីមកភ្នាល់ជាមួយយើងយុវជននោះប្រាប់ថាបើខ្ញុំចាញ់ខ្ញុំសុខចិត្តធ្វើជាអ្នកបម្រើរបស់លោកប៉ុន្តែបើខ្ញុំឈ្នះខ្ញុំសុំតែប្រពន្ធរបស់លោកប៉ុណ្ណោះបុរសនោះគិតថារបស់នេះពិតជាគេហៅថារទេះមែនគ្មានអ្វីត្រូវខ្លាចឡើយក៏យល់ព្រមភ្នាល់ជាមួយគេភ្លាមនោះយុវជនដែលបបួលភ្នាល់ក៏ចង្អុលទៅកាន់ចន្ទោលរទេះហើយសួរទៅអ្នកបរទេះថាជាអ្វីរួចអ្នកបរទេះក៏ឆ្លើយថានេះគេហៅថាចន្ទោលចង្អុលសួរទៅនឹមថានេះគេហៅនឹមនេះគេហៅទូនេះគេហៅត្រីនេះគេហៅប្រែកនេះគេហៅកង់នេះគេហៅខ្នងកង់នេះគេហៅត្រពងលុះដល់ឆ្លើយរួចសពគ្រប់ហើយកំឡោះនោះក៏សួរទៅបរិសជាប្តីថាឥឡូវនេះគេមិនហៅថារទេះទេបើដូច្នោះតើអ្នកឯងព្រមចាញ់យើងហើយប្រគល់ប្រពន្ធមកឲ្យយើងឬក៏យ៉ាងណាបរិសជាប្តីមិនព្រមឡើយប៉ុន្តែដោយតវ៉ាមិនឈ្នះពួកគេក៏ដណ្ដើមយកប្រពន្ធគាត់ទៅបាត់បុរសនោះមិនសុខចិត្តក៏ទៅប្តឹងចៅក្រមក៏បានកោះហៅយុវជនទាំងពីរនាក់នោះមកជំនុំជម្រះប៉ុន្តែយុវជនទាំងនោះបានសូកប៉ាន់ចៅក្រមទៅចៅក្រមកាត់សេចក្តីថាអ្នកត្រូវចាញ់ក្តីគេហើយនឹងត្រូវប្រគល់ប្រពន្ធឲ្យទៅគេបុរសនោះខឹងសម្បាយ៉ាងខ្លាំងព្រោះតែគេដណ្ដើមយកប្រពន្ធទៅបានគាត់ក៏ដើរផងយំផងដើរបានបន្តិចក៏ប្រទះនឹងសុភាទុនសាយសួរថាបងប្រុសហេតុអ្វីបានជាយំបុរសនោះក៏បានរៀបរាប់រឿងរ៉ាវប្រាប់តាមដំណើរដើមតូងសពគ្រប់សុភាទុនសាយនិយាយថាបើអញ្ចឹងបងកុំភ័យអីគ្រាន់តែរកចេកមកឲ្យខ្ញុំស៊ីសិនមកខ្ញុំនឹងទៅជួយដោះស្រាយឲ្យបានប្រពន្ធមកវិញបុរសនោះត្រេកអរណាស់ក៏ខំទៅរកចេកមកឲ្យសុភាទុនសាយក្រោយពីស៊ីចេករួចរាល់ហើយសុភាទុនសាយក៏ដើរទៅជាមួយបុរសនោះហើយសួរទៅចៅក្រមថាតើលោកកាត់សេចក្តីរឿងនោះយ៉ាងដូចម្តេចខ្លះចៅក្រមក៏បានឆ្លើយរៀបរាប់ប្រាប់តាមដំណើររឿងគ្រប់សពបែបយ៉ាងសុភាទុនសាយពោលថាលោកកាត់សេចក្តីមិនទាន់អស់នៅឡើយទេបើដូច្នោះខ្ញុំសូមជួយកាត់សេចក្តីនេះដែរដើម្បីឲ្យសុខចិត្តទាំងសងខាងសុភាទុនសាយក៏សួរទៅបរិសកំឡោះដែលបានយកប្រពន្ធគេនោះថាកាលអ្នកទាំងពីរភ្នាល់គ្នាតើបានដាក់អ្វីបុរសនោះឆ្លើយថាដាក់ប្រពន្ធសុភាទុនសាយក៏សួរទៅបុរសនោះទៀតថាចុះត្រង់ណាដែលហៅថាប្រពន្ធបើអ្នករកឃើញចូលយកទៅចុះតែបើរកមិនឃើញទេ
ត្រូវប្រគល់ប្រពន្ធអង្គីវិញទៅកំឡោះនោះចាប់ត្រង់ដៃសុភាទន្សាយប្រាប់ថានេះគេហៅថាដៃទេលុះវាចាប់ត្រង់ជើងសុភាទន្សាយក៏ថានេះគេហៅថាជើងទេវាចាប់ត្រង់នេះក៏ថាភូតត្រង់នោះក៏ថាភូតរួចក៏ប្រាប់ថាទាល់តែរួមរបស់ទាំងអស់នោះចូលគ្នាទើបគេហៅថាប្រពន្ធរីឯរទេះក៏ដូចគ្នាដែរគឺមានចន្ទោលនំទូត្រាយប្រែកធ្នង់និងត្រពងដែលគ្រឿងទាំងអស់នេះរួមបញ្ចូលគ្នាទើបគេហៅថារទេះបើដូច្នេះឯងយកប្រពន្ធគេមិនបានទេត្រូវឲ្យនាងត្រឡប់ទៅគេវិញសុភាទន្សាយក៏ឲ្យបុរសកំឡោះនោះយកប្រពន្ធត្រឡប់មកវិញរួចស្ដីបន្ទោសឲ្យលោកចៅក្រមថាបងកាត់សេចក្តីនេះស៊ីតែសំណូកគ្មានភាពត្រឹមត្រូវតាមច្បាប់ទាល់តែសោះបុរសនោះកាលបើបានប្រពន្ធមកវិញក៏មានចិត្តត្រេកអរជាខ្លាំងហើយលើកដៃសំពះសុភាទន្សាយថាលោកបងកាត់សេចក្តីនេះពិតជាយុត្តិធម៌ណាស់សូមឲ្យលោកបងបានសម្រេចនូវសម្បត្តិសួគ៌និងប្រះនិព្វានផងចុះរឿងនេះមានអត្ថន័យអប់រំថាប្រាជ្ញឯងឲ្យក្រែងប្រាជ្ញគេសូមអរគុណប្រិយមិត្តដែលបានស្ដាប់កំសាន្តជួបគ្នានៅរឿងក្រោយទៀត